Alo đi, cuộcខ្ញុំសប្បាយគេបំទួយអ្វីវាគឺពួកឯងមានតែគេកាត់អីហ៎បាទលោកនេះពួកខ្ញុំអីគាត់តែរបួសតិចតួចមុខដៅរបស់គេមិនមែនពួកឯងទេគឺគេចង់ខ្លាញ់ខ្ញុំគេគិតថាខ្ញុំទៅចោលគេគេគិតថាខ្ញុំបោះបង់គេចោលទើបគេខឹងខ្ញុំដល់ថ្នាក់នេះរឿងនេះជារឿងបងប្អូនខ្ញុំពីរនាក់ខ្ញុំជួយអត់ហើយលោកនេះខ្ញុំមកដល់ហើយហើយលោកនេះហៅខ្ញុំមកនេះមានការអីមែនគឺខ្ញុំចង់ប្រាប់ពួកឯងថាពេលនេះក្រុម CCU បានដឹងពីសមត្ថភាពរបស់ពួកឯងហើយអញ្ចឹងហើយចាប់ពីថ្ងៃនេះទៅមិនបាច់រត់គេពីពួកគេទៀតទេមិនអញ្ចឹងលោកនេះគឺខ្ញុំមិនចង់ឲ្យមានរឿងវែងឆ្ងាយគឺខ្ញុំប្រាប់ពួកគេតែម្ដងទៅថាពួកឯងជាកូនចៅរបស់ខ្ញុំអូននេះអវត្តម្ដាមនេះយកទៅប្រើចោះកូនដៅរបស់ពួកយើងគឺក្រុមលក់ថ្នាំនៅក្រុមជួយដល់មុខខុសច្បាប់បានទេបាទលោកនេះទៅធ្វើការពួកឯងចោះខ្ញុំឆ្ងល់ពួកឯងនេះធ្វើឡានខ្ញុំរបៀបម៉េចណាតាំងពីអាឡានមុនរហូតដល់អាឡានក្រោយឥឡូវឡានខ្ញុំមកឥឡូវតាផ្លូវទៀតនេះពួកឯងធ្វើជាងធ្វើលំយកតែលុយឯងមែនអូអ្នកស្រីឡានកាត់អីហ្នឹងអូលោកប៉ូលីសឡានខ្ញុំbịខូចហ្នឹងណាអូឡានខូចអីមកចាប់ខ្ញុំជួយមើលនេះលោកប៉ូលីសចេះធ្វើឡានដែរអូខ្ញុំមិនមែនជាងឡានទេតែខ្ញុំអាចជួយមើលបានបើលោកស្រីមិនប្រកាន់អីខ្ញុំជួយមើលឲ្យបានដែរបើអញ្ចឹងជួយមើលឡានឲ្យខ្ញុំតិចមកចាំមិនដែរលោកប៉ូលីសមើលទៅធ្វើកើតអត់អូខ្ញុំសុំមើលសិនចាបើអញ្ចឹងជួយមើលខ្ញុំផងខ្ញុំខ្ជិលហើយជាងមិនដែរលោកប៉ូលីសឆេះវិញហ៎បាទឆេះវិញហើយអ្នកស្រីឡានអ្នកស្រីមានបញ្ហាបបទឹកតែអីអាចជិះបានទៅដល់ជាងចាបើអញ្ចឹងខ្ញុំអរគុណច្រើនហើយលោកប៉ូលីសជម្រាបអត់ដល់ឡើយអារ៉ាហើយកុំបាញ់អញណាហើយនឹងអញជីមិត្តភក្តិគ្នាឯងឆាប់លើកដៃឡើងហើយបកគោខ្លួនតាមទម្រួអញលើកដៃតាហើយកុំបាញ់អញណាឲ្យតែបកគោខ្លួនណាអញអត់បាញ់ហើយអត់សោយអារ៉ាហើយធ្វើអញ្ចឹងទៅអីហើយធ្វើអញ្ចឹងហើយគិតឡើងមុនសាក់មែនហើយអាចត្រឡប់មករកបានគ្នាដូចមុនមកអត់ទេអញក៏ចង់ពាក់ព័ន្ធជាមួយពួកសង្គមងឹតទៀតទេឥឡូវអញជាប៉ូលីសអញមានតួនាទីការពារសន្តិសុខក្នុងសង្គមនិងប្រកាសបទល្មើសទាំងឡាយហើយពាក់ព័ន្ធជាមួយពួកសង្គមងឹតត្រូវតែបកគោខ្លួនទទួលទោសតាមច្បាប់អាឈួតអាភ្លើអញគិតថាធ្វើមនុស្សល្អនឹងមានលុយចាយមែនអញធ្វើមនុស្សល្អយកមកហើយអញតែមានលុយចាយតាំងពីអញតោះដៃចូលជើងមួយពួកសង្គមងឹតមកមានលុយចាយពេញពេញដៃលុយចាយចេះខ្វះហេអាលុយរបៀបណាអាចចង់បានណាសោយបើយល់ល្អហើយគួរតកែខ្លួនទៅកុំឲ្យលងខ្លួនជាងហ្នឹងអីគេចង់មកបតៅអញណាហើយកូនជាមិត្តភក្តិដែរបើពីឯងមិនចង់ឲ្យមិត្តភក្តិលងខ្លួនបានអញនិយាយនោះលោកគេត្រូវបានលុយទិញទឹកចិត្តអីទោះយើងបញ្យោប្រាប់គេយ៉ាងណាក៏គេមិនស្ដាប់ដែរចុះចាប់ខ្លួនគេហ្មងឆាប់លើកដៃឡើងហើយបកគោខ្លួនតាមទម្រួហើយដេញអញតួណាហើយចាប់មកយកឆាប់
នេះអ្នកនៅមកអីហ៎ ខ្ញុំអីចូលមកកាត់អីអត់ បាក់ខ្ញុំអី ហើយទីពិសេសណា មកតាក់ខ្ញុំមើលទៅហាញទៅមកហៅឡូ ឥឡូវនេះពួកខ្ញុំត្រូវបានគេបំទួយ ថាម៉េចវាបន្ទុកពួកឯងចុះពួកឯងមានតែគេកាត់អីអត់ បាទលោកនេះពួកខ្ញុំអីគ្រាន់តែរបួសតិចតួច ពិចារខ្លួនផងបាទអីចឹងល្អហើយមើលតែគេលេងមែនតែតានេះ វាបាយឈប់វាបាយឈប់ phải mày à phảiមានអី lâu lúc đi chưa ban trời kia bấm tôi ថាម៉េចចុះមានតែគេកាត់អីអត់បាទអីចឹងល្អហើយចង់បានស្អីហ៎ ហៅឡូ អាឡូបងយ៉ាងមិនហើយកូនចៅបងមិនតន់ងាប់ទេ ឯងចង់បានអីប្រាប់ខ្ញុំមក ខ្ញុំមិនចង់បានអីតែខ្ញុំចង់ប្រាប់បងថាខ្ញុំបានរៀបចំគ្រឿងផ្សេងច្រើននៅតាមកន្លែងសំខាន់ៗបាយ វិញបងជិះទៅតាមវិញ អូវគ្គនៅឯក្មួយហើយក្មួយឯងរកវេមានការអី អូខ្ញុំថាយកហូបដល់ជប៉ុនលាក់គីផ្ញើគាត់ណា វេទៅលេងតែមិត្តភក្តិវេហើយតល្ងាចមិនវេមកវិញក្មួយ បើចឹងខ្ញុំយកហូបដល់ជប៉ុនលាក់គីផ្ញើគាត់ផងមិនមិន អូហើយហៅដល់ជប៉ុនលាក់គីហ្នឹងមានម៉ែរសជាតិទៅក្មួយ អូហូបដល់ជប៉ុនលាក់គីមានពេលរសជាតិវិញ ហៅដល់ជប៉ុនលាក់គីនេះឆ្ងាញ់ខ្លាំងណាស់ក្មួយ បាទមីងហូបដល់ជប៉ុនលាក់គីឆ្ងាញ់ចឹងទៅម្ដងថ្មីខ្លីហើយខ្លឹមរសជាតិឆ្ងាញ់ហើយធំទៀត ហើយចុះហៅដល់ជប៉ុនលាក់គីមានម៉ែរសជាតិទៅក្មួយ បាទមីងមានពេលរសជាតិនេះមានរសជាតិពោតហូបដល់ជប៉ុនលាក់គីមានលើក្រពើក្រហមធ្វើឲ្យក្លិនឈ្ងុយប្លែករសជាតិឆ្ងាញ់មិនធម្មតា អាក្រហមនេះរសជាតិអីក្មួយ បាទមីងនេះគឺជារសជាតិ hot pot ហើយរសជាតិ hot pot មានរសជាតិហឹរតិចតិចមានក្លិនឈ្ងុយស៊ុប hot pot រាល់ការទំពាញ៉ាំ ចឹងតាពេលវិញញ៉ាំទៅជួយសុខផតផត ហើយជាភាសាមានសាច់ច្រើនជាង 85% និងមានប្រូតេអ៊ីនខ្ពស់ អូហើយចុះហៅដល់ជប៉ុនលាក់គីយកធ្វើអីបានខ្លះក្មួយ អូហូបដល់ជប៉ុនលាក់គីនេះជាអាហារសម្រន់ដាក់ជាមួយមីក៏បានដាក់ជាមួយស៊ុបក៏បានហើយម្ដងទៅ500រៀលទេ ហើយចុះហៅដល់ជប៉ុនលាក់គីនេះអាចរកទិញនៅណាបានខ្លះក្មួយ អូហូបដល់ជប៉ុនលាក់គីនេះមានលោកគ្រប់ទល់លើចំហួយហើយងាយស្រួលចំណាំត្រូវមានអក្សរដាក់ថាលាក់គីនេះជាសម្គាល់ សំណាងហើយពួកឯងមិនកើតអីវាគ្រាន់តែជាគ្រឿងម្សៅវាមិនមែនជាក្របបែកបើសិនជាក្របបែកវិញណាពួកឯងប្រហែលជាបានជួបយមរាជបាត់ហើយ តែរបស់ពួកវាមិនជាពួកខ្ញុំទេ ត្រូវហើយកូនដៅវាមិនមែនជាឯងទេគឺជាខ្ញុំ មិនបានលោកនាយដឹង តែពិតទៅអ្នកដែលនៅពីក្រោយរឿងនេះគឺជាបងប្អូនខ្ញុំ បើជាបងប្អូនលោកនេះហេតុអីបានជាគេចោទធ្វើឲ្យលោកនេះចឹង រឿងនេះនិយាយទៅវែងឆ្ងាយខ្ញុំមានបងប្អូនភ្លោះម្នាក់មុខមាត់ដូចគ្នាបេះបិទពួកយើងមិនមានម៉ែឪទេគឺគព្រាម៉ែឪតាំងពីតូចក្រោយមកខ្ញុំចាប់អាហារូបករណ៍ទៅរៀននៅបរទេសទៅចោលគេច្រើនឆ្នាំមិននឹកស្មានថារយៈពេលច្រើនឆ្នាំនេះគេចោទដៃចោលជើងជាមួយពួកសង្គមងឹតសោះក្រោយមកគេខ្លាចជាមេសង្គមងឹតកូនដៅរបស់គេមិនមែនពួកឯងទេគឺគេចង់ខ្លាញ់ខ្ញុំគេគិតថាខ្ញុំទៅចោលគេគេគិតថាខ្ញុំបោះបង់គេចោលទើបគេខឹងខ្ញុំដល់ថ្នាក់នេះរឿងនេះជារឿងបងប្អូនខ្ញុំពីរនាក់ខ្ញុំគួរចេញមកដោះស្រាយពួកឯងមិនគួរពាក់ព័ន្ធទេ នេះលោកនាយចង់ដោះស្រាយមិនទៅ ហ
ខ្ញុំមិនទៅចរចាជាមួយគេផ្ទាល់